បាទសួស្តីបងប្អូនបាទនៅក្នុងថ្ងៃនេះនៅក្នុងមេរៀនរបស់យើងខ្ញុំនឹងបញ្យល់អំពីការគណនាការបំភ្លឺនៅក្នុងបន្ទប់ហ្នឹងហើយបាទអញ្ចឹងនៅក្នុងថ្ងៃនេះដែរយើងលើកយកប្រភេទបន្ទប់ជាប្រភេទបន្ទប់ការិយាល័យណាបាទអញ្ចឹងប្រភេទបន្ទប់ការិយាល័យរបស់យើងនេះយើងកំណត់យកកម្រិតបំភ្លឺរបស់វានឹងលើ requirement គឺ350លុចបាទទៅតាមស្តង់ដារណាហ្នឹងហើយបាទអញ្ចឹងជាជំហានដំបូងគឺយើងត្រូវរកការគណនាទៅលើការហ្នឹងឯងបាទការហ្នឹងគឺជាការគណនាលើសន្ទុះទីតាំងបាទអញ្ចឹងរូបមន្តនៃការគណនាទៅលើសន្ទុះទីតាំងហ្នឹងបាទគឺយើងត្រូវយកបណ្ដោយគុណទិន្នគុណកម្ពស់បាទកម្ពស់នេះគឺកម្ពស់ប្រើប្រាស់ណាបាទជាកម្ពស់ប្រើប្រាស់របស់យើងហ្នឹងគឺយើងយកកម្ពស់នៃបន្ទប់ហ្នឹងណាដកហ្នឹងនេះដកនៃហាស់អងនេះហើយនឹងហាស់ដើបាទយើងហាស់ដើនេះគឺជាកម្ពស់នៅក្នុងរូបនេះណាមានន័យថាជាកម្ពស់របស់ពូលបាទពេលយើងដកទៅយើងឃើញហាស់3នេះហ្នឹងហើយអញ្ចឹងយើងយកហាស់3ហ្នឹងគុណនឹងបណ្ដោយបូកនឹងទទឹងហ្នឹងហើយបាទអញ្ចឹងយើងចូលមកមើលក្នុងតម្លៃរបស់យើងនេះបាទអញ្ចឹងបណ្ដោយទទឹងរបស់យើងនេះគឺ4.66 3របស់យើងនេះ7ម៉ែត្រជាងហើយកម្ពស់របស់យើងនេះគឺស្មើហាស់2.8និងហាស់អងសល់0.5ចឹងដើម្បីរកហាស់3គឺយើងយកហាស់ដកមកបាទអញ្ចឹងយើងឃើញហាស់3របស់យើងគឺស្មើនឹង 1.85 ម៉ែត្របាទអញ្ចឹងយើងចំនួនវានេះចូល9មកបាទតម្លៃដែលយើងយកពីលើមកណាអញ្ចឹងយើងបានសន្ទុះទីតាំងការរបស់យើងគឺស្មើនឹង 1.45 1.495 បាទអញ្ចឹងយើងប្រកួតវាមកការហ្នឹងគឺយើងឲ្យ 0.5 ហ្នឹងហើយហើយ J នេះស្មើ0នេះ J នេះគឺជាមេគុណ Q បាទអញ្ចឹងមេគុណ Q ស្មើ0ហ្នឹងករណីហ្នឹងគឺពូយើងចាប់ជាប់អឹបនឹងពីដានណាហ្នឹងអញ្ចឹងករណីហ្នឹងគេឲ្យ J នេះស្មើ0បាទអញ្ចឹងបន្ទាប់ពីយើងឃើញតម្លៃយើងការយើងស្មើ 0.50 នេះហើយបាទអញ្ចឹងយើងត្រូវកំណត់តម្លៃការហ្នឹងណាទៅលើ OF នេះអញ្ចឹង OF ដើម្បីយើងកំណត់បានយើងត្រូវស្គាល់នេះបាទតើពណ៌ពីដានពណ៌អីគេអញ្ចឹងយើងកំណត់មកពីដានចំណាំផ្លាត់របស់វាក៏ឲ្យ70ដោយសារពណ៌យើងជាលក្ខណៈពណ៌សអញ្ចឹងទៅបាទអញ្ចឹងយើងឲ្យ 70% អញ្ចឹងទៅហើយជាងយើងពណ៌វាពណ៌6ឧទាហរណ៍ឲ្យ 50% អញ្ចឹងបាទយើងចំណាំផ្លាត់នេះឲ្យ 20% អញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើងកំណត់លើទិន្នន័យហ្នឹងហើយយើងចូលមកមើលនៅក្នុងនេះតារាងនេះណាបាទអញ្ចឹងតារាងនេះការយើងស្មើប៉ុន្មានការយើងគឺស្មើ1កន្លះហ្នឹងហើយអញ្ចឹងយើងចូលមើលប្រព័ន្ធនេះយើងមិញនេះបាទអានេះពីដាន70ជាង50ហ្នឹងហើយប្រភេទដែលយើងកំណត់នេះជាប្រភេទ D នេះវាស្មើ 0.78 អញ្ចឹងមានគុណប្រើប្រាស់យើងយកមកពីតារាងនេះណាហ្នឹងហើយបាទអញ្ចឹងយើងចូលមកក្នុងនេះវិញអញ្ចឹងបន្ទាប់ពីយើងកំណត់លើមានគុណប្រើប្រាស់រួចហើយយើងត្រូវរកភ្លុតពន្លឺសរុបនៅក្នុងបន្ទប់ហ្នឹងហើយអញ្ចឹងការគណនាទៅលើភ្លុតពន្លឺសរុបនៅក្នុងបន្ទប់នេះយើងអនុវត្តតាមប្រព័ន្ធ E បាទ E នេះគឺជាភ្លុតពន្លឺបាទទៅរបស់ទីតាំងណាហ្នឹងហើយហើយ I នេះគឺជាផ្ទៃ D នេះបាទអានេះគឺជាមានគុណលំហចុះនៃពន្លឺណាបាទហើយនេះមានគុណប្រើប្រាស់បាទអានេះមានគុណប្រសិទ្ធភាពរបស់ពូលហ្វីនេះណាហ្នឹងហើយអញ្ចឹងយើងកំណត់មកតម្លៃដូចយើងកំណត់ពីលើមកណាហ្នឹងហើយផ្ទៃយើងប៉ុណ្ណេះ D យើងនេះស្មើ 1.3 នេះអានេះតម្លៃធម្មតាគឺយើងកំណត់វាឲ្យប៉ុណ្ណឹងណាបាទហើយមានគុណប្រើប្រាស់យើងកណនាពីលើមកហើយពីគុណប្រសិទ្ធភាពពូលនេះបាទគឺយើងឲ្យវា1បាទពេលយើងជំនួសចូលមកយើងបានលុយមិនហ្នឹង21130លុយមិនបាទអញ្ចឹងតើយើងបានលុយមិនហ្នឹងហើយយើងកណនាទៅដល់ចំនួនពូលនេះចំនួនពូលនេះវាស្មើទៅនឹងភ្លុតពន្លឺសរុបហ្នឹងចែកទៅនឹងភ្លុតពន្លឺក្នុងមួយប្រភពពន្លឺចាំមានថាភ្លុតពន្លឺបំពូលបាទ F តូននេះណាហ្នឹងពេលដែលយើងចែកទៅបាទយើងបានចំនួនប្រអប់បំពូលហ្នឹងបាទគឺ6ណា6ប្រអប់បាទ6ប្រអប់ហើយដោយប្រភេទនៃពូលគឺយើង select នៅក្នុងនេះណាពុំអាប្រភេទ Mac Philip បាទហើយលុយមិនរបស់ហ្នឹងគឺ3500នេះណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងកណនារកចំនួនប្រអប់ឃើញហើយបាទអញ្ចឹងយើងទៀងផ្ទាត់មួយទៀតគឺយើងកណនារកកម្រិតបំភ្លឺជាមធ្យមអញ្ចឹងយើងកណនាទៅតែកម្រិតបំភ្លឺរបស់យើងហ្នឹងវាទទួលបានលើសទៅនឹងលឹក requirement ដែលយើងកំណត់យក350អញ្ចឹងយើងកំណត់ចូលប្រព័ន្ធហ្នឹងបាទអញ្ចឹងកម្រិតបំភ្លឺជាមធ្យមហ្នឹងគឺអនុវត្តតាម N នេះគឺជាចំនួនអំពូលអញ្ចឹងឧទាហរណ៍ក្នុងអំពូលម៉ែត្រអញ្ចឹងពូលម៉ែត្រហ្នឹងវាមានអំពូលនៅក្នុងហ្នឹងមានបាក់ទ្រាប់អញ្ចឹងយើងមើលក្នុងហ្នឹងមាន1យើងដាក់1មកមាន2ដាក់2មកកន្លែងហ្នឹងណាហ្នឹងហើយ N អានេះគឺជាចំនួនប្រអប់អំពូលខាងលើនេះណាហ្នឹងហើយ F នេះគឺជាភ្លុតពន្លឺក្នុងមួយប្រភពពន្លឺបាទអានេះគឺជាលុយមិនបំពូលហ្នឹងហើយហើយ OF នេះមានគុណប្រើប្រាស់អានេះមានគុណអានេះគឺមានគុណប្រសិទ្ធភាពបំពូលអញ្ចឹង MI នេះគឺយើងមើលនៅក្នុងកាតាឡុកបំពូលណាហ្នឹងហើយយើងមើលឡុកបំពូលយើងឃើញហ្នឹងហើយតែវាប្រហែលហើយនេះគឺជាកាឡាផ្ទៃកាឡាផ្ទៃយើងបានគឺយើងទៅចូលមកអញ្ចឹងតម្លៃទាំងអស់នេះគឺយើងជំនួសចូលមកបាទអត្ថន័យអស់នេះគឺយើងយកពីកាតាឡុកមកណាហ្នឹងហើយពេលដែលយើងជំនួសចូលមកបាទអញ្ចឹងកម្រិតបំភ្លឺជាមធ្យមគឺយើងទទួលបាន373លុចបាទអញ្ចឹងអ្វីដែលយើងទទួលបានគឺវាខ្ពស់ជាងលុច requirement ដែលយើងកំណត់ណាបាទអញ្ចឹងលុច requirement ដែលយើងកំណត់គឺ350អញ្ចឹងបើយើងធំជាងអានេះគឺយើងអាច acceptable អញ្ចឹងណាបាទអញ្ចឹងសម្រាប់មេរៀនគណនាការបំភ្លឺរបស់ពូនេះគឺមានប៉ុណ្្នឹងណាបាទអញ្ចឹងបើសិនជាបងប្អូនត្រូវការចូលរៀនទៅលើមេរៀនបញ្ចប់មេរៀនគណនាប្រព័ន្ធ VPA អាចទៅខាងក្រុមការងារយើងបានណាបាទអរគុណច្រើន